នឹងខ្ញុំចែកចាយនៅចំណេះដឹងតិចតួចហើយនឹងសាមញ្ញតាក់ទងនឹងការថែរក្សាសុខភាពផងដែរចាអញ្ចឹងប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះគឺយើងនឹងលើកយកនៅប្រធានបទដ៏សាមញ្ញមួយដែលយើងទាំងអស់គ្នាក៏គួរតែដឹងគឺតាក់ទងនឹងការបរិភោគទឹកចូលធ្វើជាអ្នកឆ្លាតវៃនៅក្នុងការជ្រើសរើសទឹកដើម្បីបរិភោគហើយចូលធ្វើជាអ្នកឆ្លាតវៃនៅក្នុងការបរិភោគទឹកឲ្យមានសុខភាពល្អផងដែរហើយតើយើងគួរបរិភោគទឹកប៉ុន្មាននៅក្នុងមួយថ្ងៃមានការសិក្សាជាច្រើនបានចែកអំពីកម្រិតដែលត្រូវបរិភោគទឹកដើម្បីឲ្យមានសុខភាពល្អការសិក្សាក៏បានបង្ហាញផងដែរថានៅក្នុងមួយថ្ងៃសម្រាប់បុរសគាត់គួរតែបរិភោគទឹកឲ្យបានយ៉ាងហោច3លីត្រក្នុងមួយថ្ងៃចា៎ហើយសម្រាប់ស្ត្រីវិញគាត់គួរតែបរិភោគឲ្យបានយ៉ាងហោចក៏2.2លីត្រក្នុងមួយថ្ងៃដែរអញ្ចឹងសរុបមកការបរិភោគទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃគឺក្នុងបរិមាណមធ្យមប្រហែលជា2ទៅ3លីត្រក្នុងមួយថ្ងៃជាគឺគ្រប់គ្រាន់យើងទាំងអស់គ្នាប្រហែលជាភ្លេចគិតថាទម្ងន់នៃរាងកាយរបស់យើងនោះគឺ 60% ឯណោះដែលជាទឹកចាអញ្ចឹងទឹកមានសារៈប្រយោជន៍យ៉ាងសំខាន់នៅក្នុងការរក្សាតុល្យភាពរបស់រាងកាយយើងចាដោយសារយើងបានជ្រាបហើយថាទឹកមានសារៈសំខាន់ចំពោះរាងកាយអញ្ចឹងតើការបរិភោគទឹកឲ្យបានគ្រប់គ្រាន់នេះវាជួយការពារនៅបញ្ហាសុខភាពអ្វីខ្លះកាលណាយើងបរិភោគទឹកបានគ្រប់គ្រាន់យើងអាចជៀសផុតពីបញ្ហា constipation តាក់ទងនឹងបញ្ហាទល់លាមកបើសិនជាយើងបរិភោគទឹកបានគ្រប់គ្រាន់បញ្ហាទល់លាមកនោះនឹងត្រូវបានកាត់បន្ថយវាបានការពារយើងនៅជំងឺមហារីកមួយចំនួនតាក់ទងនឹងអីខ្លះដូចជា cancer នៅ bladder គឺតាក់ទងនឹងជំងឺមហារីកនៅតម្រងនោមហើយនឹងនៅ colorectal គឺចង់និយាយពីជំងឺមហារីកនៅផ្លូវបញ្ចេញចោលគឺផ្លូវលាមកចាអញ្ចឹងកាលណាយើងបរិភោគទឹកបានគ្រប់គ្រាន់ការសិក្សាបានបង្ហាញថាយើងអាចការពារនៅបញ្ហានេះបានមួយទៀតជំងឺដែលគេជួបប្រទះច្រើនជាងគេគឺជំងឺគ្រោះក្នុងតម្រងនោមការសិក្សានេះបានបង្ហាញថាកាលណាយើងបរិភោគទឹកបានគ្រប់គ្រាន់ផងដែរយើងអាចកាត់បន្ថយឬក៏ជៀសផុតពីហានិភ័យនៃការប្រឈមនឹងជំងឺគ្រោះក្នុងតម្រងនោមមួយទៀតបញ្ហាដែលមនុស្សទូទៅនឹងយុវវ័យជាពិសេសយកចិត្តទុកដាក់នោះគឺយើងតែងតែមានបញ្ហាជាមួយនឹងស្បែកយើងអត់ភ្លឺថ្លាអត់ស្រស់ស្រាយឬក៏បញ្ហាមុននៅលើស្បែកឬក៏មុននៅលើមុខប្រសិនបើយើងបរិភោគទឹកបានគ្រប់គ្រាន់បញ្ហាទាំងនេះនឹងលែងជាក្តីបារម្ភរបស់យើងហើយឬក៏វាត្រូវបានកាត់បន្ថយព្រោះអីនៅពេលដែលយើងមានបញ្ហាស្បែកស្អាប់ឬក៏មានបញ្ហាមុននៅលើស្បែកឬក៏មុននៅលើមុខយើងតែងតែគិតទៅដល់មុនគេគឺបញ្ហានៃការប្រើប្រាស់គ្រឿងសម្អាងយើងតែងតែគិតយើងតែងតែខ្វាយខ្វល់ឬក៏យើងតែងតែស្វះស្វែងទៅរកផលិតផលគ្រឿងសម្អាងដើម្បីមកកែកនបញ្ហាទាំងអស់ហ្នឹងប៉ុន្តែយើងភ្លេចគិតថាគ្រាន់តែយើងបរិភោគទឹកឲ្យបានគ្រប់គ្រាន់វាអាចជួយកាត់បន្ថយការកើតមុនហើយវាជួយឲ្យស្បែករបស់យើងស្រស់ថ្លាផងដែរទាំងនេះគឺជាមុខងារនៃការបរិភោគទឹកបានគ្រប់គ្រាន់ហើយទឹកមានសារៈប្រយោជន៍ច្រើនបែបនេះចា៎អំបញ្ញមិញយើងបានជ្រាបទាំងអស់គ្នាហើយថាទឹកមានប្រយោជន៍អីខ្លះសម្រាប់រាងកាយរបស់យើងហើយទឹកបានជួយការពារនៅបញ្ហាសុខភាពមួយចំនួនដែលយើងនឹងបានបង្ហាញអំបញ្ញមិញផងដែរប៉ុន្តែដោយសារប្រធានបទរបស់យើងតាក់ទងទៅនឹងប្រធានបទគឺជំរើសនៃការបរិភោគទឹកបែបឆ្លាតវៃអញ្ចឹងតើយើងគួរបរិភោគទឹកនៅពេលណាដែលត្រឹមត្រូវបើតើថាយើងអាចបរិភោគទឹក2ទៅ3លីត្រក្នុងមួយថ្ងៃមែនប៉ុន្តែបើសិនជាយើងដឹងពីរបៀបនៃការបរិភោគទឹកនោះវាកាន់តែធ្វើឲ្យសុខភាពរាងកាយយើងកាន់តែប្រសើរជាងនឹងតើអ្នកទាំងអស់គ្នាអាចធ្វើបានទេប្រសិនបើគេតម្រូវឲ្យយើងបរិភោគទឹក2កែវបន្ទាប់ពីយើងក្រោកពីដំណេកភ្លាមចាហើយតើវាជួយអីខ្លះការសិក្សាក៏បានបង្ហាញថាប្រសិនបើយើងបរិភោគទឹក2កែវបន្ទាប់ពីក្រោកពីដំណេកភ្លាមវាជួយឲ្យសរីរាង្គកាយខាងក្នុងរបស់យើងនឹងគឺមានដំណើរការចាប់ផ្ដើមប្រក្រតីបន្ទាប់ពីយើងបានកេងលក់ក្នុងម្ជប់រួចហើយទី2គេឲ្យយើងបរិភោគទឹក1កែវនៅ30នាទីមុនពេលអាហារតើវាជួយអីខ្លះគឺវាជួយដល់ការត្រៀមក្នុងការរំលាយអាហារដែលយើងនឹងញ៉ាំអាហារចូលទៅហើយនេះការសិក្សាខ្លះក៏បានបង្ហាញថាវាក៏ជួយការពារជំងឺធាត់ផងដែរតកតងគ្នាមួយទៀតយើងគួរតែបរិភោគទឹក1កែវមុនពេលយើងងូតទឹកចំណុចនេះហាក់ដូចជាចម្លែកប៉ុន្តែតើវាជួយអីខ្លះការសិក្សាគេបានបង្ហាញថាប្រសិនបើយើងបរិភោគទឹក1កែវមុនពេលយើងងូតទឹកវាជួយដល់ការបញ្ចុះនៅកម្រិតសម្ពាធឈាមនេះសម្រាប់អ្នកដែលមានបញ្ហាលើសម្ពាធឈាមឬក៏អ្នកដែលមានបញ្ហា
ប្រឈមមុខនឹងការលើសសម្ពាធឈាមឬក៏អ្នកដែលគាត់មានពូជបានន័យថាមានពូជពងវងតកូលគាត់សុទ្ធតែជាអ្នកលើសសម្ពាធឈាមគាត់អាចធ្វើវិធីនេះដើម្បីការពារកុំឲ្យអនាគតរបស់គាត់ក្លាយទៅជាអ្នកជំងឺលើសសម្ពាធឈាមមួយទៀតចុងក្រោយនេះគេថាប្រសិនបើគាត់បរិភោគទឹកមួយកែវមុនពេលចូលទទួលទានដំណេកវាជួយអីនេះសំខាន់ការសិក្សាបានបង្ហាញថាវាជួយការពារជំងឺស្លាប់មួយចំហៀងខ្លួនឬក៏ជំងឺបេះដូងដែលពាក់ព័ន្ធចាអញ្ចឹងសំណួរសួរមកវិញថាបន្ទាប់ពីយើងដឹងបញ្ហាទាំងអស់នេះហើយតើយើងទាំងអស់គ្នាអាចធ្វើបានតាមវិធីសាស្ត្រហ្នឹងទេចឹងគ្រាន់តែចងចាំថាយើងបរិភោគទឹកឲ្យបានគ្រប់គ្រាន់ប្រហែលជា2ទៅ3លីត្រក្នុងមួយថ្ងៃហើយយើងរក្សាវិធីសាស្ត្រមួយនេះសាកល្បងមើលតើរាងកាយរបស់យើងពិតជាដំណើរការល្អអញ្ចឹងមែនអត់បន្ទាប់មកទៀតយើងនៅមានវិធីសាស្ត្រនៅក្នុងការរក្សាឲ្យមានសុខភាពល្អតាក់ទងនឹងទឹកអំបញ្ញមិញវាមិនគ្រាន់តែជាទឹកទេដើម្បីឲ្យយើងរក្សារាងកាយរបស់យើងដែលកំពុងតែមានសុខភាពល្អហ្នឹងឲ្យវាមានសុខភាពល្អតទៅយើងគួរតែទទួលទានអាហារឲ្យបានត្រឹមត្រូវញ៉ាំទឹកឲ្យបានត្រឹមត្រូវដោយដែលបានបង្ហាញអំបញ្ញមិញហើយក៏ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ផងដែរបន្ទាប់មកបើសិនជាយើងមានបញ្ហាសុខភាពសូមកុំលាក់វាទុកឬក៏សូមកុំពន្យាពេលយើងត្រូវអញ្ជើញទៅមន្ទីរពេទ្យឬក៏ទៅកន្លែងស្ថាប័នសុខភាពដើម្បីត្រួតពិនិត្យបញ្ហាសុខភាពទាំងនោះកុំភ្លេចទោះបីជាយើងធ្វើនៅរឿងទាំង2ទាំង3ខាងលើមកក៏ដោយប៉ុន្តែដើម្បីរក្សាឲ្យមានសុខភាពល្អរហូតនោះកុំភ្លេចធ្វើការលំហាត់ប្រាណឲ្យបានទៀងទាត់ការធ្វើលំហាត់ប្រាណទៀងទាត់រយៈពេលត្រឹមតែយ៉ាងហោច30នាទីក្នុងមួយថ្ងៃហើយប្រហែលជា6ថ្ងៃក្នុងមួយសប្តាហ៍គឺជួយឲ្យយើងនឹងមានសុខភាពល្អហើយយើងក៏ត្រូវគិតនៅការជៀសវាងនៅអ្វីដែលប៉ះពាល់ដល់សុខភាពឧទាហរណ៍ដូចជាការជក់បារីការញ៉ាំសារ៉ាញ៉ាំប្រភេទគ្រឿងស្រវឹងឬក៏ញ៉ាំប្រភេទអាហារណាដែលធ្វើឲ្យជាហានិភ័យដល់សុខភាពរបស់យើងបើធ្វើបាននៅវិធីទាំងអស់នេះយើងទាំងអស់គ្នានឹងមានសុខភាពល្អទាំងអស់គ្នាជារៀងទៅជំរាបសួរអ្នកគ្រូបើសិនជាយើងញ៉ាំទឹកមិនបានគ្រប់គ្រាន់តើវាអាចផ្ដល់ផលវិបាកអ្វីខ្លះចំពោះសុខភាពយើងចាអរគុណច្រើននៅសំណួរដ៏ល្អរបស់បងអូនមិញយើងបានជ្រាបទាំងអស់គ្នាហើយថា 60% នៃទម្ងន់រាងកាយរបស់យើងនេះគឺជាទឹកចាអញ្ចឹងកាលណាយើងញ៉ាំទឹកឲ្យអត់បានគ្រប់គ្រាន់សរីរាង្គកាយទាំងអស់នៅក្នុងខ្លួនយើងគឺចាប់ផ្ដើមដំណើរការប្រែប្រួលខុសពីធម្មតាសូម្បីតែស្បែករបស់យើងនេះក៏មានលក្ខណៈស្ងួតស្អាប់ឧបេមាត់របស់យើងក៏ប្រហែលជាស្ងួតមុនគេដែលឆាប់មើលឃើញមុនគេបំផុតចាហើយនឹងតាក់ទងនឹងបញ្ហាប្រឈមសុខភាពមួយចំនួនទៀតដែលវាអាចបង្កហានិភ័យទៅជាគ្រោះក្នុងតម្រងនោមចាទៅជាជំងឺលើសសម្ពាធឈាមនៅថ្ងៃអនាគតចាទៅជាជំងឺផ្សេងជាច្រើនទៀតដែលពាក់ព័ន្ធជាមួយនឹងទឹកប៉ុន្តែអ្វីដែលយើងអាចឃើញមុនគេគឺស្បែករបស់យើងឡើងស្អាតខួរក្បាលរបស់យើងនេះអត់សូវដំណើរការល្អទេហាក់ដូចជាអត់សូវស្រឡះបើយើងគិតអីដូចជាអត់សូវថ្លាកំណត់ទេហើយយើងប្រហែលជាមានបញ្ហាអាសាឈឺក្បាលតិចតួចអាចកើតឡើងមួយទៀតនោះគឺប្រឈមមុខនឹងការបន្ទោបង់របស់យើងកាលណាយើងអត់សូវបានញ៉ាំទឹកការបន្ទោបង់របស់យើងប្រហែលជាក៏អត់បានទៀងទាត់ដែរកាលណាយើងយើងរក្សាកាកសំណល់នៅក្នុងរាងកាយយូរពេកវាបង្កបញ្ហាផ្សេងទៀតជាច្រើនទៅដល់សុខភាពរបស់យើងចានេះគឺតាក់ទងនឹងការបរិភោគទឹកអត់បានគ្រប់គ្រាន់អរគុណច្រើនអរគុណអ្នកគ្រូអរគុណបងអូនដែលមានសំណួរដ៏ល្អមានបន្តទៀតចាសូមចេះតាំងប្រាប់ជំរាបសួរអ្នកគ្រូខ្ញុំមានសំណួរមួយចង់សួរអ្នកគ្រូតើការញ៉ាំទឹករបស់យើងចំនួនប៉ុន្មានលីត្រហ្នឹងអាចបែងចែកទៅតាមអាកាសធាតុដែរឬទេសំណួរល្អអាកាសធាតុចាហើយនេះជាសំណួរដែលមនុស្សជាច្រើនមានការយល់ច្រឡំថាយើងញ៉ាំទឹកឲ្យបានច្រើននៅពេលតែរដូវក្តៅឬក៏នៅពេលដែលយើងបែកញើសច្រើនហើយនៅអាកាសធាតុត្រជាក់យើងអត់ចាំបាច់ញ៉ាំទឹកច្រើនទេធៀបពិតការសិក្សាអត់បានបែងចែកថានៅរដូវក្តៅនិងនៅរដូវអាកាសធាតុត្រជាក់យើងមានការញ៉ាំទឹកខុសគ្នាបរិមាណទឹកប្រែប្រួលទេអត់ទេព្រោះតម្រូវការនៃរាងកាយរបស់យើងវាតម្រូវការឲ្យមានដំណើរការល្អជាប្រក្រតីរាល់ថ្ងៃដោយមិនកំណត់ថាអាកាសធាតុបែបណានោះទេគ្រាន់តែថានៅរដូវក្តៅអាការដែលញយឲ្យយើងញ៉ាំទឹកនោះវាបានច្រើនជាងអញ្ចឹងធ្វើយើងបរិភោគទឹកនឹងបានគ្រប់គ្រាន់ជាងរដូវអាកាសធាតុត្រជាក់ហើយនៅរដូវអាកាសធាតុត្រជាក់បញ្ហាដែលយើងប្រឈមជាងគេសម្រាប់យុវវ័យខ្លះឬក៏មនុស្សមួយចំនួនគឺកើតមុនអ្នកខ្លះទៅគឺស្បែកស្អាប់វាតាក់ទងនឹងបញ្ហាទាំងអស់ហ្នឹងគឺគាត់អត់សូវបរិភោគទឹកទេដោយសារវាអត់សូវធ្វើឲ្យគាត់ស្រេកទឹក
ចានេះជាបញ្ហាដែលតកតងនឹងអាកាសធាតុតែអត់បានបែងចែកថាបរិមាណជាតិទឹកនេះនឹងប្រែប្រួលទៅតាមអាកាសធាតុនោះទេ ចាបងអូនសូមសំណួរបន្តទៀតជូនដល់អ្នកគ្រូបើសិនជាមាន បាទជំរាបសួរអ្នកគ្រូខ្ញុំមានសំណួរមួយចង់សួរអ្នកគ្រូបើសិនណាជាយើងបរិភោគទឹកច្រើនលើសពីបរិមាណកំណត់ហើយយើងវាចង់ថាអាចផ្ដល់គុណសម្បត្តិឬក៏គុណវិបត្តិអ្វីខ្លះដល់រាងកាយរបស់យើង អរគុណនៅសំណួរល្អហើយសំណួរនេះរៀងជ្រៅបន្តិចដោយសារនៅក្នុងទឹកមានបរិមាណជាតិរ៉ែជាច្រើនបើសិនជាយើងបរិភោគលើសកំណត់យើងក៏លើសសារធាតុចិញ្ចឹមឬក៏បរិមាណជាតិរ៉ែខ្លះដែលតម្រូវការរាងកាយរបស់យើងនោះអត់ត្រូវការវាក៏ធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុខភាពរបស់យើងផងដែរប៉ុន្តែរឿងមួយទៀតដែលយើងមើលឃើញជាក់ស្ដែងប្រសិនបើយើងបរិភោគទឹកច្រើនលើសបរិមាណកំណត់ធ្វើឲ្យយើងនឹងអត់អាចទទួលទានកម្រិតនៃរបបអាហារត្រឹមត្រូវនោះទេដោយសារកាពះរបស់យើងទំហំកាពះរបស់យើងអត់បានរីកហួសមៀតដោយតាមការបរិភោគទឹកទេចឹងវាត្រូវការដាក់អាហារចូលផងនិងត្រូវការទឹកផងកាលណាយើងបរិភោគទឹកច្រើនពេកធ្វើឲ្យចំណង់នៃការឃ្លានអាហាររបស់យើងនឹងក៏ថយចុះចឹងយើងប្រហែលជាអតលយៈភាពនៅក្នុងការទទួលទានចំណីអាហារធ្វើឲ្យការលូតលាស់របស់រាងកាយរបស់យើងនឹងក៏មានបញ្ហាប្រឈមមុខទៅថ្ងៃមុខដូចគ្នាអរគុណ ចាអរគុណច្រើនអ្នកគ្រូមានសំណួរបន្តទៀតទេពីបងអូនខាងមុខចាអូនខាងក្រោយ ចាអ្នកគ្រូខ្ញុំចង់សួរទៅអ្នកគ្រូមួយសំណួរថាពេលដែលការបរិភោគអាហារហើយញ៉ាំទឹកនេះវាមានផលប៉ះពាល់អ្វីខ្លះ បរិភោគអាហារហើយឃ្លាមញ៉ាំទឹកឃ្លាមឬក៏ ពេលដែលកំពុងតែញ៉ាំហើយស្រេកទឹកព្រាមយើងញ៉ាំទឹក ចាសំណួររបស់បងអូនសួរថាតើយើងមានបញ្ហាអីអត់នៅពេលដែលយើងពិសាអាហារបដាហើយយើងទទួលទានទឹកបដាវាមិនមានការសិក្សាណាមួយដែលច្បាស់លាស់នោះទេប៉ុន្តែមានការសិក្សាខ្លះក៏បានបង្ហាញថាវាតាក់ទងទៅនឹងការរំលាយអាហារនិងគុណភាពនៃអាហារដែលយើងញ៉ាំអាហារខ្លះយើងត្រូវការញ៉ាំទៅដើម្បីឲ្យវារលាយនិងធ្វើមេតាបូលីសនៅក្នុងហ្នឹងហើយបើសិនជាយើងដាក់បញ្ចូលទឹកទៅនៅក្នុងហ្នឹងវាធ្វើឲ្យយើងញ៉ាំអាហារហ្នឹងបានតិចហើយឆាប់ឆ្អែតមួយទៀតវាធ្វើឲ្យការរំលាយអាហាររបស់យើងនេះក៏មានការប្រែប្រួលដោយសារយើងមានទឹកទៅចូលលាយនៅក្នុងបរិមាណមួយហ្នឹងចាចឹងទៅបើសួរថាតើវាជាកំហុសឬក៏វាជាវិបត្តិទេចាសរុបមកអត់ទាន់មានការសិក្សាជាក់លាក់ណាមួយដែលបង្ហាញថាការញ៉ាំអាហារបដាហើយញ៉ាំទឹកបដានេះវាជាកំហុសឬក៏ជាវិបត្តិសុខភាពនោះទេប៉ុន្តែបើតាមការសិក្សាជាច្រើនដែលបានបង្ហាញពីវិធីសាស្ត្រនៃទម្លាប់ល្អគឺយើងគួរតែបរិភោគអាហារឲ្យបានចប់សពគ្រប់ហើយបន្ទាប់មកចាំយើងទទួលទានទឹកតាមក្រោយចាអញ្ចឹងអរគុណច្រើន ចាអរគុណអ្នកគ្រូអរគុណបងប្អូនដែលផ្ដល់ជូននូវសំណួរល្អៗនេះខ្ញុំក៏មានសំណួរមួយដែលចង់សួរដល់អ្នកគ្រូតាក់ទងទៅនឹងស្ត្រីយើងមិញគឺអ្នកគ្រូបានបង្ហាញថាស្ត្រីគួរតែញ៉ាំទឹកនៅក្នុងមួយថ្ងៃយ៉ាងតិចឲ្យបាន 2.2 លីត្រ ចា ចុះបើសិនជាស្ត្រីដែលគាត់កំពុងតែចាពពោះគាត់មានទម្ងន់ថាតើបរិមាណនៃការញ៉ាំទឹករបស់គាត់នៅដដែលគាត់គួរតែញ៉ាំទឹកឲ្យច្រើនជាងនេះចា ចាអរគុណនៅសំណួរដ៏មានសារៈសំខាន់នេះផងដែរចំពោះអ្នកដែលមានផ្ទៃពោះក៏យើងអត់បានកត់សម្គាល់ថានឹងមានការបង្កើនបរិមាណជាតិទឹកនោះដែរប៉ុន្តែបញ្ហាដែលស្ត្រីមានផ្ទៃពោះបានប្រឈមមុខនៅក្នុងសប្តាហ៍ថ្ងៃនេះគឺគាត់ទទួលទានបានទឹកតិចជាងកម្រិតធម្មតានៃរាងកាយដែលត្រូវការនឹងទៅទៀតមូលហេតុដោយសារគាត់មានបញ្ហាចាញ់ចាមួយទៀតគឺដោយសារតែផ្ទៃពោះគាត់កាន់តែធំអាកាពះរបស់គាត់ហើយនឹងតម្រូវការដែលគាត់ចង់ញ៉ាំហ្នឹងវាតិចអញ្ចឹងគាត់ត្រូវការញ៉ាំឲ្យបានញឹកញាប់ប៉ុន្តែមានស្ត្រីមួយចំនួនហ្នឹងគាត់ខ្ជិលញ៉ាំទឹកដោយសារគាត់អត់ចង់រត់ទៅបាត់ជើងតូចហ្នឹងញឹកញាប់ដោយសារផ្ទៃពោះកាន់តែធំវាសង្កត់សម្ពាធទៅលើផ្លោកនោមនោះអញ្ចឹងការទទួលទានទឹកបានតែបន្តិចគឺធ្វើឲ្យគាត់ហ្នឹងឆាប់មានអារម្មណ៍ថាចង់បន្តបងចានេះហើយជាអ្វីដែលស្ត្រីមានផ្ទៃពោះនោះអត់ចង់ទទួលទានទឹកឲ្យបានច្រើនតាមតម្រូវការប៉ុន្តែសួរថាតើការបរិមាណនៃជាតិទឹកសម្រាប់ស្ត្រីមានផ្ទៃពោះហ្នឹងវាកើនឡើងឬក៏តម្រូវការលើសពីស្ត្រីដែលអត់មានផ្ទៃពោះអត់ដូចជាអត់មានការសិក្សាណាបង្ហាញទេគ្រាន់តែដឹងថាគាត់ត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់តាមបរិមាណកំណត់និងទទួលទានសារជាតិចិញ្ចឹមនិងអាហារដែលមានសុខភាពល្អសម្រាប់គាត់ហើយនិងកូនគាត់ ដើម្បីទទួលបានវីដេអូថ្មីៗសូមចូលទៅ Channel Success Reveal ចុច Subscribe ហើយចុចសញ្ញាដណ្ដឹងដើម្បីទទួលបានវីដេអូមុនគេ